ថ្ងៃនេះខ្ញុំសូមជូនប្រវត្តិសេនុដែលជាជួនក្បត់ជាតិទី1សម្រាប់ប្រទេសជាតិខ្មែរកន្លងជាជូរច្រើនឆ្នាំណាស់មកហើយតាំងតែពីជំនាន់ស្ដេចជ័យជេដ្ឋាទី2មកវាអត់ទាន់ដែលមានជួនក្បត់ជាតិបន្តពីជ័យជេដ្ឋាទី2ទេបើតាមក្នុងប្រវត្តិសាស្ត្រទើបតែមកដល់ចំនួនស្ដេចសេនុនេះបានមានជួនក្បត់ជាតិសារថ្មីឡើងវិញក៏តែយើងមើលអាក្បត់ជាតិច្រើនតែស្ដេចបានថាសេនុនេះវាក្បត់ជាតិលេខទី1ហើយក្នុងប្រវត្តិសាស្ត្រយើងដែលខ្មែរស្លាប់អស់ជាង3លានណាហើយអ្នកទី2ទី3នោះវាមានដែរតែវាមិនទាន់ច្បាស់លាស់អ្នកទី2ច្បាស់តែពេលនេះខ្ញុំនិយាយតន់កើតទេខ្ញុំមិននិយាយចំហទេព្រោះខ្មែរយើងអត់យល់ខ្មែរយើងភ័ន្តច្រឡំខ្លាំងពេកបើខ្ញុំនិយាយទៅភាគច្រើនថាខ្ញុំនឹងនិយាយផ្ដេសផ្ដាសមកហើយបានតែខ្ញុំនិយាយវាមិនកើតហើយបើជួនក្បត់ជាតិទី3វាក្បត់នោះវាមហាក្បត់ទៅហើយក៏ប៉ុន្តែវាក្បត់ដោយអចេតនាជួនក្បត់ជាតិពិតប្រាកដគឺវាតែសម្ដេចនរោត្តមសីហនុមួយហើយអ្នកទី2អានេះបើយើងនិយាយពីទោសវិញវាមានទោសអក្រិតនៃស្ដេចសីហនុនេះវាជាអក្រិតទី1ហើយអ្នកទី2ហ្នឹងវាចូលទៅជាអក្រិតទី3ទី2ទី3ដែរហើយបើអ្នកអានេះអ្នកទី2បើអ្នកទី3វាស្ទើរតែទោសមួយឈឹមមិនមួយឈឹមទី1ទេវាអក្រិតដែរទោសហ្នឹងអក្រិតដែរតែខ្ញុំមិនទាន់បកស្រាយទេខ្ញុំបកស្រាយទៅច្បាស់លាស់តែមានតែស្ដេចសីហនុទេអានេះប្រកាសជាជួនក្បត់ជាតិពិតប្រាកដណាស់ឬប្រកែកមិនបានទេប្រធ្វើនយោបាយចាញ់កលល្បិចនៃសាសដតីចាញ់កលល្បិចយួនចាញ់កលល្បិចចិនបណ្ដាលឲ្យយួនគេប្រើកលល្បិចសម្រាប់ខ្មែរយើងអស់រាប់លាននាក់ហើយមតិខ្មែរទូទាំងពិភពលោកមតិអន្តរជាតិរកយល់មិនដល់ទៀតព្រោះអីវាក៏វិចក៏វក់វាកំបាំងខ្លាំងពេកបើនិយាយឲ្យវារាប់រៀបតាំងពីដើមមកដល់ទីបញ្ចប់នឹងវាវែងឆ្ងាយណាស់ខ្ញុំគាត់តែបញ្ជាក់តែប៉ុណ្្នឹងទេហើយខ្ញុំនឹងឥឡូវខ្ញុំទៅសេលេងកើតហើយខ្ញុំខូចដៃស្ដាំហើយខ្ញុំគាត់ថាប្រវត្តិជួនក្បត់ជាតិខ្ញុំនិយាយទុកនៅក្នុងខ្ញុំនិយាយថតទុកដាក់ក្នុងអាឃ្លេ USB អញ្ចឹងទៅខ្ញុំនិយាយទុកតែប្រវត្តិជួនក្បត់ជាតិហ្នឹងវាយ៉ាងម៉េចអីយ៉ាងម៉េចហេតុអីបានជាសេនុហ្នឹងដែលយើងចាត់ទុកជាគាត់ក្បត់ជាតិđóហើយអត់ប្រកែកបានអានេះវាពិតប្រាកដណាស់ប្រកែកមិនបានទេអានេះគឺក្បត់ជាតិដោយល្ងិតល្ងងដោយអាណាហាក់ដូចមិនមែនអចេតនាទេសេនុវាមានតែល្ងិតល្ងងហើយនឹងដោយចេតនាមួយទៀតគឺយើងអាចចាត់ដូចអ្នកទី3ដែលខ្ញុំចង់និយាយថាក្បត់ជាតិដែរណាវាចង់ចូលបែបបត់ក្នុងអចេតនាបើអ្នកទី2ចេតនាបើស្ដេចសេនុនឹងវាចេតនាផងដោយសេចក្តីឆោតល្ងងផងឆោតល្ងងហើយបើយើងស្ដាប់គេនោះទៅស្ដាប់យួនស្ដាប់ចិននោះហ្នឹងណាកណ្ដាលយួនស្ដាប់ចិនធ្វើយោទៅបាយទៅវាខុសបរទេសគេឆ្លៀតប្រើកលល្បិចសម្រាប់យើងរាប់លានអ្នកម្ល៉េះហើយវា
Việt Nam để đất no vật tê hai đó từ đất no vật tê là hỗ đó ở pua rót khuôn ai slap pi bay liên nhẹ chẳng thế hai rô mốc rô mót khơi tới tụm lẽ cầm hâu từ lửa sky đi phê nghề Pol Pot khi sầm phòn đây ra nó hai Khmer dương có chưa tới tiết chưa thà Pol Pot khi sầm phòn đấy chỉ nhẹ các bạn chết bên bờ cọt đó đó chỉ nhẹ vật lấy pu sa Khmer bên bờ cọt đó bờ tam bờ vót bên bờ cọt đó vì ở từ ruồi chế ở miền pu cam chia chia ra bên tây Pol Pot Khmer có hôm luôn chia yên sợi nó còn ở miền các bạn chết cả ở miền vật lấy pu sa Khmer cả đấy anh ấy xem là dây chỗ nơi không à bảo vót chuồn các bạn chết nữa anh em dây đi vào đom thằng nơi không nâng hai chia bảo vótแต่ซะบ้างเพราะយើងអត់ទាន់មានប្រវត្តិសាស្ត្រទេស្រុកខ្មែរយើងតាំងពីឆ្នាំ60មកអត់ទាន់មានប្រវត្តិសាស្ត្រទេប្រវត្តិសាស្ត្រមានត្រឹមឆ្នាំ60ទេមិនបានខ្ញុំថាត្រឹមឆ្នាំ60ព្រោះក្រោយពីសេនុធ្វើប្រមុខរដ្ឋពីឆ្នាំ55មកស្រាមរិទ្ធសោយរាជពី55ដល់ឆ្នាំ60លោកសោយទីបង្គួតទៅស្រុកយើងអត់មានស្ដេចសោយរាជទេនៅលើស្ដេចសេនុហើយអត់មានប្រវត្តិសាស្ត្រទេតាំងពីឆ្នាំ60មកដល់ឥឡូវនេះវា56ឆ្នាំហើយឃើញទេវាអត់មានប្រវត្តិសាស្ត្រទេខ្ញុំស្នើឲ្យគេសរសេរប្រវត្តិសាស្ត្រដើម្បីឲ្យកូនសិស្សកូនអីគ្នារៀនដែរក៏ប៉ុន្តែគ្មានទេគ្មាននរណាអាចទៅសេការទេប្រវត្តិសាស្ត្រខ្មែរគ្មាននរណាទៅសេការទេអត់យល់ទេគ្មានទេអ្នកនៅរស់មានឋានៈបណ្ឌិតបញ្ញវន្តអីក៏ទៅសេអត់កើតដែរហើយអ្នកនៅចំនួនមុនប្រហែលណាចំនួនគ្មាននរណាសេការទេខ្ញុំធ្លាប់ពិភាក្សាជាមួយកេងវ៉ាន់ស័កជាមួយមនុស្សដែលខ្លាំងកេងវ៉ាន់ស័កក៏ទៅសេអត់កើតទៅអត់សេអត់ចេញទេហើយក្រៅពីកេងវ៉ាន់ស័កមាននរណាដែលខ្លាំងអត់មានទេមនុស្សខ្លាំងដូចកេងវ៉ាន់ស័កអត់មានទេអត់ពីកេងវ៉ាន់ស័កទៅផុតឲ្យអ្នកខ្លាំងខាងអក្សរសាស្ត្រខាងប្រវត្តិសាស្ត្រអត់មានទេខ្ញុំស្នើទៅកែវអនស្នើទៅសឿនសានពីកាលជំនាន់គាត់នៅរស់ណាហើយដល់មកកសកក្រោយទៀតខ្ញុំស្នើពួកបណ្ឌិតចំនួនក្រោយហ្នឹងអត់ទៅរួចទេគ្មានណាសេការទេឥឡូវមានតែខ្ញុំទៅសេក៏មិនកើតដែរបើខ្ញុំខូចដៃស្ដាំខ្ញុំនិយាយទុកនៅក្នុងឯកសារនៅក្នុងជាសំឡេងអានេះសូមជ្រាបបើថាខ្ញុំសរសេរក៏សេឡើងកើតដែរខ្ញុំខូចដៃហើយអានេះសូមជ្រាបខ្ញុំសូមជម្រាបតែប៉ុណ្្នឹងហើយខ្ញុំគាត់ថាបកស្រាយពីជួនក្បត់ជាតិទី1គឺស្ដេចនរោត្តមសីហនុហើយអ្នកទី2ខ្ញុំនឹងនិយាយដាក់នៅក្នុងឯកសារជាសំឡេងអ្នកជួនក្បត់ជាតិទី2និងជួនក្បត់ជាតិទី3ណាតើវាជួនក្បត់ជាតិនឹងវាដល់បើខ្ញុំច្បាស់លាស់ណាខ្ញុំច្បាស់លាស់របស់ខ្ញុំណាខ្ញុំអត់មាននិយាយខុសទេអត់ច្បាស់លាស់ណាខ្ញុំតាមដានច្បាស់លាស់ណាបាទខ្ញុំសូមបញ្ចប់